โลមានតាមកស៊ូមិនស្មើគ្នាទេបាទអញ្ចឹងយើងក្នុងโลនេះយើងពូជនេះគឺពូជ BB 235បាទយើងដាំនៅឆ្នាំ2005បាទហើយកស៊ូនេះនិយាយទៅយើងដាំចន្លោះរងគឺ6ម៉ែត្រណានេះអានេះគេហៅចន្លោះរងពីទ្រុងរែងរងហ្នឹងគេហៅថាចន្លោះរងអានេះគឺជួររបស់វាចឹងដែរអញ្ចឹងពីចន្លោះរងនេះគឺ6ម៉ែត្រដើម្បីឲ្យដឹងថាទំហំតាមកស៊ូហ្នឹងគ្រប់50សង់ទីម៉ែត្រឬក៏នៅអញ្ចឹងគេមានម៉ែត្រសម្ពុតនេះគឺម៉ែត្រសម្ពុតគេយកមកវាស់ណាឥឡូវលោកគ្រូបង្ហាញទៅតើវាស់ទំហំតាមនេះបានប៉ុន្មានគាត់វាស់ទៅណាអញ្ចឹងយើងកាច់ឈើមួយណាកាច់ឈើមួយដែលមានຂະຫນាតវា1ម៉ែត្រនេះណាគឺកាច់ຂະຫນាតវា1ម៉ែត្រយើងមកវាស់កន្លែងដើមពីដីមកតណា1ម៉ែត្រយើងយកម៉ែត្រហ្នឹងវាស់កន្លែងហ្នឹងបាទវាស់កន្លែងកម្ពស់ពីដី1ម៉ែត្រកន្លែងហ្នឹងដើម្បីដឹងទំហំដើមបន្ទាប់ពីនេះយើងរៀបចំបើកមុខជាណាតើម៉ែត្រនេះគឺគេធ្វើសម្រាប់អីគឺធ្វើសម្រាប់កំណត់កម្ពស់កន្លែងកម្ពស់មុខជាខាងលើនេះ1.30 ម៉ែត្រកម្ពស់មុខជានៅកន្លែងគេចាប់ដើមបើកមុខជាគឺកម្ពស់1.30 ម៉ែត្រណាបានន័យថា1.3 ម៉ែត្រទឹកណា1.3 ម៉ែត្រទឹកយើងហៅថា130ហើយកន្លែង115នេះបានន័យថាកន្លែងយើងដាក់បញ្ចុះសុព្រីហើយនៅកន្លែង90នេះបានន័យថាយើងរាប់ពីនេះពីដីមកឡើងមកណារាប់ពីខាងដីឡើងមកគឺយើង90សង់ទីម៉ែត្រនេះគឺកន្លែងចងចានលួសកងចានហើយមកពាក់កងចានអញ្ចឹងក្មួយយល់ហើយដល់ពេលគេមកបើកមុខគឺគេប្រើឧបករណ៍ម៉ែត្រនេះឬក៏ឫស្សីអ្នកខ្លះគេធ្វើឫស្សីឲ្យបានស្ដើងល្មមដើម្បីគេចែកដើមហ្នឹងទី2ឲ្យបានស្មើគ្នាតើការចែកដើមនេះយើងចែកយ៉ាងម៉េចឧបមាថាឡូយើងវាបើកជួរមកជើងគេហៅថាលិចកើតហើយនេះវាមានរងអញ្ចឹងណាយើងធ្វើយ៉ាងម៉េចអាការបំពាក់បើកមុខជាហ្នឹងដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រងកៅស៊ូតើយើងគួរដាក់ចានយ៉ាងម៉េចយើងមិនអាចដាក់ដែងចាននៅខាងនេះទេពីព្រោះនេះខាងនេះផ្លូវធំគឺជាផ្លូវដែលយើងត្រួតពិនិត្យដើមកស៊ូតើកម្មករហ្នឹងគាត់ជាមានចានអត់បើយើងដាក់ចាននៅខាងនេះមួយឯងមើលពីនោះមកអត់ឃើញចានទេបាទអញ្ចឹងការបំពាក់ដែងចាននេះគឺឲ្យកែងនិងទ្រុងតាមកស៊ូជាពិសេសគឺផ្លូវការរៀបចំបើកមុខជាដំបូងណាយ៉ាងពោលការនៃការបើកមុខជាថតស្រាប់ហើយណារោថតស្រាប់ហើយយើងត្រូវដឹងថាទី1យើងត្រូវធ្វើជំរឿនដើមទៅលើដើមដែលជាបានជីគ្រប់ຂະຫນាតណានៅក្នុងឡូរបស់យើងនីមួយតើវាមានប្រមាណភាគរយដែលយើងសំស្របនឹងធ្វើអាជីវកម្មយើងត្រូវដឹងថាចំនួនដើមជាដែលសំស្របគឺចាប់ពីប្រមាណភាគរយឡើងទៅ70ครับអញ្ចឹងដើម្បីឲ្យដឹងថាដើមនោះវាមាន70តើតែយើងដើរវាស់ដូចខ្ញុំមិនគាត់បង្ហាញអញ្ចឹងគឺថាគឺយើងវាស់គ្រប់ដើមនៅកម្ពស់1ម៉ែត្រពីដី1ម៉ែត្រពីដីអញ្ចឹង1ម៉ែត្រពីដីនោះយើងយកម៉ែត្រមួយមកឲ្យកម្មករគាត់ដាក់មកគាត់វាស់ប៉ុន្តែការកម្មករគាត់ដឹងថាទឹកគាត់នឹង1ម៉ែត្រត្រឹម1ម៉ែត្រហ្នឹងមិនស្មានយកដល់ចឹងតាមិនជាអស់អីបានបាទវាមិនជាបញ្ហាចោលទេបើឯងដើមដើម្បីធ្វើពួកយើងសម្រាប់យើងអ្នកកៅជ្រាវអ្នកវិសោត្រូវតែកាន់ម៉ែត្របាទឲ្យក្រិតបានក្រិតយើងចឹងដំបូងគឺថាម៉ាក់នៅលើដើមថាដើមនេះគ្រប់ຂະຫນាតបងទីទូទៅយើងម៉ាក់នេះនៅកម្ពស់1.70 ម៉ែត្រពីដី1.70 ម៉ែត្រពីដី1.70 ម៉ែត្រតាមម៉ាក់នេះជាងការគាត់ធ្វើសញ្ញាលេខបូកនេះក៏បានជាងការគាត់ចុចក៏បានណាចុច1ឬក៏ចុច2ទៅហ្នឹងហើយជាងការយើងមកថាជាងការយើងធ្វើនៅនេះមុខជាយើងត្រូវមានអញ្ចឹងមកថាឥឡូវបើកស៊ូយើងត្រូវបង្កើតមុខជាដំបូងយើងបើកនៅកម្ពស់ប្រហែលកំណត់ថា1.30 ម៉ែត្រហើយប្រព័ន្ធជីជ័រនេះពាក់កណ្ដាលជុំដើមមែនទេហើយនឹងយើងត្រូវធ្វើប្រវត្តិមុខជាត្រូវកំណត់គឺស្រាប់ពីគឺស្រាប់ពីមិនអញ្ចឹងយើងដឹងថាយើងនឹងទេតាមមែនទេដោយតាមទំនួលដែរហើយយើងត្រូវទុកវាជាប់ហើយនៅលើម៉ែត្រនេះយើងត្រូវយើងមានក្រិតណា1.30 ម៉ែត្រ1.15 95និង95ហ្នឹងហើយអញ្ចឹងបានន័យថា
នេះវាជាកម្ពុជា បាទកម្ពុជា អញ្ចឹងនេះកម្ពុជាសព្រា ព្រា នេះពូចាណាមែនទេបាទហើយអញ្ចឹងយើងត្រូវអូសចៃដើមយើងស្គរយើងប្រើអាកង្វាមុខទួយទៅបានមែនទេយើងអូសចូល ប្រើពលាកមកបាន អត់បានយើងប្រើពលាកអូសនេះអានេះបាននេះcònយើងឆូតឲ្យវាស្នាមណាបាទណានៅពេលយើងអូសយើងបានហើយនេះកម្ពស់មុខជាណាយើងត្រូវក្រិតកម្ពស់មុខជាត្រូវកម្ពស់កាព្រានិងកម្ពស់កងចាអញ្ចឹងយើងនឹងបានពាក់កណ្ដាលចូលពីអញ្ចឹងអាពិធីសាស្ត្រដែលយើងចែកដើមជាពីរយើងមានមិនតាមនេះចឹងខាងនេះវាជាຂະຫນາດមុខជាណាຂະຫນາດមុខជាមកជំនាញទៀតយើងអត់មានក្រិតទេ កណ្ដាស់ជុំ ហ្នឹងហើយអញ្ចឹងនៅពេលដែលយើងបានអូសចែកដើមនិងកំណត់កម្ពស់មុខជាឲ្យបានហើយអញ្ចឹងការងារនេះគឺថាយើងធ្វើម្ដងទៅហើយការងារបន្ទាប់មកយើងត្រូវធ្វើអីទៀត បោះមុំយើងអូសចំណត់មុខជាតុងជ័យយើងត្រូវដាក់អាសន្លឹកហ្នឹងឲ្យនៅចំកម្ពស់មុខជាហើយអាដងនេះឲ្យស្របហ្នឹងហើយការធ្វើអូសចំណត់មុខជាយើងធ្វើគ្នា2នាក់ណាមួយតុបមួយគូ ហ្នឹងណាចូលណាសម្រាប់ទៀតណាអញ្ចឹងការអូសនេះយើងឃើញថាការទាញមិនសមស្របឃើញធ្វើឲ្យថាក្រោមបោងអញ្ចឹងធ្វើឲ្យមុខជាយើងចូលអត់កើតហ្មងសភៅឲ្យកានឲ្យខ្លួនណាបោះចោលហ្នឹងនៅបន្ទូទៅណាឲ្យធ្វើឲ្យចំណោទមុខជាយើងនេះខំវិញខំមួយជីវិត អញ្ចឹងការអូសចំណោទមុខជានេះគឺធ្វើដោយប្រុងប្រយ័ត្នបំផុតដូចជាងឈើយើងត្រូវចេះទាញសន្លឹកនេះអានេះដើមស្មើបើវាដើមវាស្ទល់វាអីទៅអញ្ចឹងការទាញនេះប្រែប្រណាយើងនេះឆ្លងមកកាន់សន្លឹកនោះគឺអ្នកអូសណាបើតាមហ្នឹងអូអត់ទេអូលើមួយក៏បកាច់ទៅចំដៃគូសម្ភារៈនេះយើងអូនេះកាលណាយើងអូសចំណោមមុខទីយើងប្រើថ្លាប់អូសចេះទេគឺយើងប្រើដៃរួចកោងគេណាឲ្យដាក់ចូលដូចក្បាលយ៉ាងណាដើម្បីយើងអូសចូលអានេះចូលរួចណានឹងយើងបានគូអានោះសម្រាប់ក្រិតយើងត្រូវជាបានអានេះការក្រិតនេះខែដូចយើងដាក់ខែមការគាត់ដើម្បីរំលឹកគាត់បានន័យថាក្នុងមួយចន្លោះនេះវាមាន3សង់ទីម៉ែត្រ3សង់ទីម៉ែត្រនេះទៅលើបកកឋានឲ្យគាត់ជា25ពលាអញ្ចឹងមិនកំណត់ទៅលើការកើតរបស់យើងនេះគាត់ថាដើម្បីបញ្ញាគាត់ថា3ខែទៅប៉ុន្តែយើងមានបកកឋានគិតជាពលាវិញគិតជាបច្ចេកទេសសម្រាប់ទៅលើអ្នកជាជាន់នឹងមួយពលាសម្រាប់ទទួលបាទនៅលើសម្បកកំណើតនេះយើងអនុញ្ញាតឲ្យ1.2មីលីម៉ែត្រអញ្ចឹង1.2មីលីម៉ែត្រមួយសន្លឹកនេះវា30មីលីម៉ែត្រ30មីលីម៉ែត្រអញ្ចឹង30មីលីម៉ែត្រវាស្មើនឹងប្រមាណចូលឃើញទេអញ្ចឹងអានេះក៏យើងក៏អាចជាតែនេះហើយគាត់បាទប៉ុន្តែការទូទៅកាត់លោកគ្រូទៅអានេះវាមិនមែន30គាត់ទេវាជាង30ណាបានសេចក្តីថាប្រវែងដែលយើងឲ្យគាត់ជាក្នុងមួយឆ្នាំនេះវា120វាអូ12សង់ទីម៉ែត្រអញ្ចឹងយើងចែកជា4អាហ្នឹង12សង់ទីម៉ែត្រស្មើនឹង1 4អរែង3ត្រីអ៊ំ3ឆោម4ឆោមយើងនិយាយទៅនេះណាសន្លឹកនេះវា12សង់ទីម៉ែត្រមែនទេ12សង់ទីម៉ែត្រនេះការអនេះគ្រាន់តែជាផែនការដើម្បីឲ្យគាត់បានដឹងទី1ក៏វាជាຂະຫນາດនៅពេលដែលគាត់ជាបានទៅលើចំណោទមុខជាគាត់បានអានឹងដូចជាຂະຫນາດមួយគាត់គិតថាគាត់ជាខុសហើយការគាត់ជាទៅកណេះសច្រើនកណេះទៀតអស់គាត់ថាគាត់ចាយសបកដល់នេះមិនតន់ល្អទេអញ្ចឹងគាត់ពលិក្រោយមកគាត់កែល្អដើម្បីឲ្យមុខជាយើងចិត្តវាស្មើត្រឹមត្រូវដល់វិគៀត្រឹមត្រូវហ្នឹងហើយយើងគិតថាសន្លឹកនេះវា12សង់ទីម៉ែត្រនេះបើសិនតែយើងគិតទៅលើមុំចំណត់មុខជា30ដឺក្រេហើយយើងអានេះវា12សង់ទីម៉ែត្រអញ្ចឹងបានន័យថាគាត់ចាយតំបកក្នុងមួយឆ្នាំបើយើងវាស់ទៅលើកម្ពស់ដើមទេវាមិន12ទេមែនទេបាទវាទៅជាហើយជា14ជាងហើយព្រោះអីការបកកឋាន
ในการกำหนดการจ่ายแต่บอกกรรมcó thì nhiều quá mình lênก็เป็นใจแต่mộtทีnhiều quá từ một chia việc đôi chỉ Apple thì mình đấy chẳng vì mình đọc thì ai thì là một trăm quả lỡ đáo vì mình đọc thì tại bây giờ còn thế đọc thì chứ riêng do mai một vòng mới mình đọc thì việc to thực hiện mấy ô rồi ông chơi nó ôm như nào vài son mót mới vô vô ở đây thôi lâu má vô ramen còn ăn chua hầu rồi chân sần lật lấy dương cầm nạp ai có chia một năm chân ởក្នុងមួយឆ្នាំយើងដឹងថាវាស្មើនឹង100%ប៉ុន្តែការជាចូលវាមិនកំណត់ទេចឹងការឆ្នាំខ្លះទៅវាអាចលើកឆ្នាំខ្លះមកតែចឹងយើងកំណត់ចាក់ព្រាមកបន្តអត់យកសម្ភារៈមកចានតាមពិតនេះយើងមកពាក់នេះដូចចឹងណាឃើញអត់អីលោកគ្រូអាហ្នឹងអត់អី វាមានលូកងចាននិងចានចឹងណាហើយការបើកមុខជាដំបូងណាបាទតែប៉ុណ្ណឹងបានទេ លោកគ្រូសុំសួរជាមួយសិនជាលោកគ្រូជាចង់តទៀតជាទៀតលោកគ្រូសុំសួរបន្តិចលោកប៉ុណ្ណឹងបានតិចបាទពូជមែនលោក ទីដំបូងគឺថាទីមួយយើងត្រូវឈរអបឡាយទៅយើងត្រូវឈរចំណាយើងឈរយើងមកដល់ចំណុចនេះយើងឈរឲ្យយ៉ាងផ្អៀងស្លាបលាកបន្តិចណាហើយបានយើងបញ្ចុះសាព្រាគឺយើងដាក់ឲ្យចំមកគំនូនេះ ចង់បានហ្នឹងបាទហើយសាព្រានេះគឺយើងដាក់ឲ្យវារៀងចូលមុខមែនទេហើយបានចូលមកយើងចូលអីទៅជាងមកពាក់ណាលុះនឹងកងចានហ្នឹងឲ្យទៅមួយឡើងណាមុនថតទៅមើលថតរួយអូអានេះដើមនេះគុំមែនទេហើយបានយើងដាក់ពាក់ចានត្រង់ចូលណាហើយនៅចាននេះមានចូលហើយបានការបើកមុខជាណាបាទគេថាបើកមុខជាវាដូចតែជាជាប៉ុន្តែcònវាមានន័យខុសគ្នាមួយបើក3ពលិកដំបូងការបើកមុខជា3ពលិកនេះគឺថាបើកមុខជាក្រោយពីបើកមុខជាមកបានន័យថាជាជាប់បាទណាអាហ្នឹងបង្កើតមុខជាណាការបង្កើតមុខជាគឺយើងទៅ3ពលិកមែនទេពលិកទី1យើងជាសាមែនទេបាទយើងពលិកទី1ហ្នឹងយើងជាសាបាទយើងមិនអាចជាឲ្យចៅបាទតែជានៅកន្លែងត្រែហ្នឹងអូ3ថ្ងៃក្រោយមកយើងជាមកហ្នឹងទៀតមិនបានពលិកទី2យើងបានមកនេះណាហើយដល់ពេលពលិកទី3យើងជាឲ្យបានដល់ជំរឿបានន័យថាពេលនោះដល់ចៅមិនដល់យើងមើលអត់ដឹងថាវាដល់មិនដល់មែនទេអញ្ចឹងអ្នកជាជួបគេដឹងគេមើលទៅលើសម្បកកណាតំបកពណ៌បៃតងចាស់ហ្នឹងបានន័យថាវាមិនតាន់ដល់ទេអញ្ចឹងកាលណាវាកាន់តែគៀកវាអាខ្លាមែនទេអញ្ចឹងបានយើងចោចមើលទៅដល់បានយើងជាពលិកទី3ណាអើយគេឲ្យដាច់ហ្មងឯងឆ្ងល់តែក៏មើលទិញបានទេតែចាំមើលទៅបានពលិកទី3យើងជាដល់ជំរឿណាបាទក្រោយពី3ពលិកនេះទៅយើងជាជាប់ហើយកុំអោនមើលគេមើលទៅជាព្រោះទៅខិតក្រោយនេះគេទៅគប់បែ